ដល់ពេលហាមិនតាន់មកទៀតប្រហែលជាមានការធ្វើខុសពេលទីហ្នឹងវ៉ូអានុយហើយថ្ងៃនេះមិនក៏ណាត់ជួបប្រពន្ធខ្ញុំអញ្ចឹងហើយណាត់ជួយឈីងបងកុំនិយាយព្រឹកដាក់បានទេពួកអង្គកំពុងតែចាំជួយឈីងហើយមិនក៏មិនតាន់មកទៀតជួយឈីងខាងនេះមកគួយទៅណាមិនក៏ថ្មនេះឲ្យទៅម្ដងឲ្យខ្លាញ់ឈើមួយកែមកមិនក៏មិនឲ្យខ្ញុំផឹកស្រានេះផឹកស្រាទៀតនេះចង់ផឹកស្រាឲ្យនាងផឹកទៅយ៉ាងម៉េចមានរស័យទៅមានរស័យណាຕົកឲ្យគេនិយាយខ្លួនឯងទៅមានរស័យឡើងឋានៈឬមួយទៅឡើងប្រាច់ខែខ្ញុំមានផ្ទៃពោះហើយហានអើយលោកក៏ដឹងដែរពីហ្វាន់5ខ្ញុំណាអញ្ចឹងបានជាខ្ញុំឆ្ងល់ហេតុអីក៏អ្នកទាំងពីរណាត់ខ្ញុំមកទីនេះការពិតចង់សួរចម្លើយខ្ញុំសោះសួរចម្លើយយ៉ាងម៉េចខ្ញុំគ្រាន់តែចង់ឲ្យហានអើយនិងសេតាំងជួយនិយាយបញ្យល់ឯងចំនួនខ្ញុំតែប៉ុណ្ណោះជួយឆេងគេនៅតែចង់ទុកកូននេះចម្លែកមែនអ្នកទាំងអស់គ្នាដូចជាគ្មានចំណូលចិត្តចង់ដឹងថាឪពុកកូននេះជាអ្នកណាទេអូនឲ្យវីស្គីពណ៌ខៀវខ្ញុំមួយកែវមកណាតែឪពុកកូននេះជាអ្នកណាមិនសំខាន់ទេការប៉ັດកូននេះអញមិនគួរទុកវាទេមិនខុសទេណាជួយឆេងស្ដាប់ខ្ញុំនិយាយសិនទៅបើសិនជានាងចេះតែចង់ទុកកូននេះទៀតនោះវាប្រកាសជានាំស្មុគស្មាញដល់នាងខ្ញុំមិនខ្លាចស្មុគស្មាញទេសៀវកាំងលោកយល់យ៉ាងម៉េចដែរលោកជាអ្នកសិល្បៈមើលទៅទស្សនៈដូចជាខុសពីពួកគេខ្ញុំអត់មានយោបល់ស្អីទេនាងជាម្ដាយរបស់វាក៏មានសិទ្ធិបង្កើតវាដែរតាសៀវកាំងមិនក៏បងមិនជួយនិយាយបញ្យល់នាងផងទៅជួយឈិញគេគិតមិនច្បាស់បងនៅមិនដៅតាមគេទៀតបងមានទេបងគ្រាន់តែនិយាយថានោះគឺសេរីភាពរបស់បានហើយកុំនិយាយច្រើនពេកបានទេនៅស្ងៀមជួយឆេងនាងនឹកក្មេងលហោះកុំធ្វើអំពើល្ងងខ្លាយបែបនេះអីណាខ្ញុំស្អប់ពួកលោកនិយាយយ៉ាងនេះណាខ្ញុំគ្រាន់តែចង់បានកូនខ្លួនឯងប៉ុណ្ណោះខ្ញុំមានសមត្ថភាពចិញ្ចឹមវារឿងអីដែលខ្ញុំដើម្បីវាត្រូវតែរៀបការជាមួយប្រុសម្នាក់ដែលខ្ញុំមិនស្រឡាញ់នោះពេលព្រោះកូនវាត្រូវការប៉ាតើបចម្លែកខ្ញុំអត់មានប៉ាក៏នៅតែរស់ដូចគេបានដែរអញយល់ថាមានសេចក្តីសុខណាស់ទេខ្ញុំហើយបានហើយជួយឈិញអញកុំកុហកខ្លួនឯងបានទេអញអត់មានឪពុកតាំងពីតូចអញគួរតែដឹងច្បាស់ជាងគេពីការជិះចាប់របស់កូនដែលគ្មានឪពុកណែអ្នកទាំងពីរធ្លាប់គិតដែរទេថាឪពុកកូននេះប្រហែលជាមិនចង់បានគេនោះទេអ្នកទាំងពីរឈប់និយាយទៀតទៅខ្លួនប្រាណជារបស់ខ្ញុំគួរតែមានសិទ្ធិអាកាត់ខ្លួនឯងណែបានហើយអ្នកទាំងពីរកុំពិបាកចិត្តខ្លាំងពេកមកលើកបីឡើងអបអរខ្ញុំចិត្តបានធ្វើជាម្ដាយគេហើយខ្ញុំចេះតែស្មានថាជួយឈិញអត់មានមិត្តប្រុសតែមិននឹកស្មានថាគេចម្លែកមែនមិនក៏មិននាំម្នាក់នោះមកឲ្យខ្ញុំស្គាល់ផងណោះត្រូវហើយត្រូវហើយហាន់អើយលោកតែធ្វើការជាមួយគេរាល់ថ្ងៃម្នាក់នោះលោកគួរតែស្គាល់តើលោកដឹងថាគេជាអ្នកណាទេក្រៅពីខ្ញុំទៅអ្នកដែលចិត្តដិតជាងគេនៅក្នុងនោះខ្ញុំពិតជានឹកមិនឃើញថាអ្នកណាគេទៀតទេចុះបងស្អីគេបងមួយថ្ងៃចេះតែនៅជាមួយនឹងជួយឈិញអូនគិតថាពួកអស់នោះបងប្រកាសជាស្គាល់អូនសួរពីរឿងនេះធ្វើស្អីអ្នកនៅជាមួយនឹងនាងគឺមានច្រើនណាស់ម្យ៉ាងទៀតគេផឹកស្រាហើយមានរឹកពីបែបណាអ្នកទៅពីក៏ដឹងដែរទោះជាអ្នកណាក៏គេស្និទ្ធស្នាលដែរតែហើយប៉ុន្តែអ្នកនៅទីនេះអូនយល់ថាពួកយើងគួរតែស្គាល់ប្រហែលដែរអេហ្វាណាបងមិនបានជួយអូនឡើងទៅលើទេណាហាណូយអរគុណលោកហើយអត់បញ្ហាទេប្រយ័ត្នផងណាលាហើយណាខ្ញុំទៅ
ខ្ញុំមិនអញនិយាយទេមិនអញនិយាយចិត្តឯខាងមិនបាត់ទេខ្ញុំត្រូវសួរនាងបានច្បាស់លាស់លបងបោះស្ដាំទៅផ្លូវគុនសាទៅមិនក៏មិនស្ដាប់ទូរស័ព្ទជប់ណាស់ហើយខ្ញុំចង់គេងបាត់ទូរស័ព្ទមិនបានទេលោកមកធ្វើអីនាងនិយាយពីទាំងអស់នាងនៅក្នុងបារខ្ញុំមិនមកបានទេរឿងនោះហេចម្លើយគ្មានតាក់ទងនឹងលោកទេអត់មានតាក់ទងល្អហើយចុះកូននោះជារបស់អ្នកណាទៅលោកមិនស្គាល់ទេអញ្ចឹងនាងមិនចង់យករឿងនេះទៅប្រាប់គេឯងទេប្រាប់គេធ្វើអីបើគេដឹងមានតែមធ្យោបាយពីរគុណទី1រត់ទៅឲ្យឆ្ងាយមិនព្រមទទួលស្គាល់ទី2បញ្ចុះបញ្ចូលឲ្យខ្ញុំយកកូនចេញមធ្យោបាយពីរយ៉ាងនេះរត់តែធ្វើឲ្យខ្ញុំពិបាកចិត្តខ្ញុំចាំបាច់និយាយតាមត្រង់ធ្វើអីនាងអាត្មានិយមពេកហើយប្រហែលជាប្រុសនោះយកចិត្តទុកដាក់ចំពោះកូននេះគេមិនធ្វើបែបនេះចំពោះនាងទេខ្ញុំសួរលោកបើសិនជាកូននេះជារបស់លោកអាចទទួលខុសត្រូវទេបើសិនជារបស់ខ្ញុំប្រកាសជាទទួលខុសត្រូវប៉ុន្តែមិនបាច់មិននាងនិយាយហើយថាកូននេះគឺគ្មានតាក់ទងជាមួយខ្ញុំប្រហែលជាខ្ញុំកុហកលោកទេមិនអាចទេនាងគឺជាមនុស្សស្មោះត្រង់មាត់ដូចចិត្តនាងថាកូននេះមិនមែនជារបស់ខ្ញុំគឺប្រកាសជាមិនរបស់ខ្ញុំហើយម្យ៉ាងវិញទៀតយើងទៅពីរនាក់ទើបតែស្គាល់គ្នាម្ដងប្រកាសជាមិនសោយដល់ម្លឹងទេមែនទេនាងមិនសប្បាយចិត្តមែនទេហេខ្ញុំជាអ្នកធ្វើនាងបញ្ចេញកំហឹងបាននាងអាចយករឿងដែលមិនពេញចិត្តចំពោះប្រុសលើលោកនេះមកបញ្ចេញកំហឹងលើខ្ញុំបានទេខ្ញុំមិនមែនមិនពេញចិត្តលើប្រុសទេប្រុសដែលខ្ញុំពេញចិត្តមានតែម្នាក់គត់ជួយឈិញខ្ញុំទៅសុំអ៊ីហ្វានរៀបការហើយខ្ញុំសង្ឃឹមថាអាចឲ្យគេមានសុភមង្គលម្យ៉ាងទៀតខ្ញុំមិនលាក់បាំងនឹងនាងដែរនាងក៏ដឹងហើយថាខ្ញុំស្រឡាញ់ជាងគេគឺអ៊ីហ្វានទោះជាដើម្បីកូននេះក៏ដោយយើងនៅជាមួយគ្នាគ្មានសុភមង្គលទេដូច្នេះឧបមាថាកូននេះជារបស់លោកក៏លោកនៅតែរៀបការជាមួយអ៊ីហ្វានដែរខ្ញុំគិតថាខ្ញុំអាចប៉ុន្តែយើងទៅពីរនាក់គឺសុទ្ធតែធ្វើការឧបមាមែនទេនាងនិយាយឲ្យថាកូននេះមិនមែនជារបស់ខ្ញុំមែនហើយខ្ញុំនិយាយឲ្យថាកូននេះគ្មានតាក់ទងជាមួយនឹងលោកទេលោកទុកចិត្តរៀបការជាមួយនឹងអ៊ីហ្វានចុះអញ្ចឹងខ្ញុំទៅហើយណា
និយាយកូននេះចេញទៅលោកមិនមែនជាប៉ារបស់កូននេះផងខ្វល់ច្រើនធ្វើអីបើសិនជាខ្ញុំមែននោះខ្ញុំសង្ឃឹមថាយកវាចេញវាល្អជាងនិយាយមិនខុសទេប៉ាបង្កើតរបស់កូនមិនទទួលស្គាល់កូនទេកូនគួរឲ្យអាណិតណាស់ជប់ស្មាននេះហើយមិនដឹងថាទៅណាបាត់ទេចម្លែកមែនហើយគាត់ឲ្យទៅផ្ទះគាត់មិនទៅស្អែកទៅធ្វើការទៀតអត់មានសណ្ដាប់ធ្នាប់អីបន្តិចសោះមែនទេគេងទៅខ្ញុំនិយាយអង្កលថ្ងៃទៅហើយបញ្យល់យ៉ាងណាក៏នាងមិនស្ដាប់ដែរអូទៅដល់គោជារបស់នាងខាងនោះមិនក៏នាំខ្ញុំមកទីនេះអ៊ីហ្វានប្រាប់ខ្ញុំមិនណាននាងមកអ្នកតាំងពីណាត់ខ្ញុំមកគឺចង់ឲ្យខ្ញុំយកកូនចេញមែននេះអ៊ីហ្វានមកអ្នកនាងចង់ញ៉ាំអីដែរមកថាអរគុណនេះខ្ញុំសុំនិយាយទុកមុនថ្ងៃនេះបើអ្នកណាហ៊ាននិយាយពីរឿងកូនជាមួយនឹងខ្ញុំនោះខ្ញុំនឹងទៅផ្ទះវិញហាន់អើយស្ដាប់ឲ្យច្បាស់ណាថ្ងៃនេះកុំនិយាយរឿងគួយអសោះបាននិយាយដល់គួយគេទៅផ្ទះវិញហើយអត់បញ្ហាទេមិននិយាយពីរឿងគួយចិត្តអញខានណាខ្លាយជាមនុស្សកោហើយនាំគ្នានិយាយទៅនិយាយស្អីទៅខ្ញុំគិតថាធ្វើអញ្ចឹងល្អណាស់ខ្ញុំក៏យកឃើញអញ្ចឹងដែរអ្នកទាំងពីរកុំធ្វើអញ្ចឹងបានទីគ្រាន់តែចង់បញ្ចុះបញ្ចូលកុំឲ្យខ្ញុំទុកកូននេះប៉ុណ្ណោះមែនទេមិនមែនទេខ្ញុំយល់ថាឯងគួរតែស្ដាប់តាមខ្លួនឯងមានសិទ្ធិសម្រេចខ្លួនឯងចង់បានកូននេះឬក៏អត់សម្រេចចិត្តដោយខ្លួនឯងទៅបានបើឯងយល់ព្រមឲ្យខ្ញុំទុកកូននេះអញ្ចឹងអ្នកទាំងពីរចង់និយាយអីជាមួយខ្ញុំជួយឈិញ
នាងគួរតែនិយាយប្រាប់ឪពុកកូននេះឲ្យគេទទួលខុសត្រូវ ខ្ញុំយល់ថាសង្គមឥឡូវនេះមិនទាន់រីកចម្រើនរហូតដល់ថ្នាក់មានម្ដាយមិនទាន់រៀបការនោះទេបើឯងចង់ទុកកូននេះឯងហៅឪពុកកូននេះឲ្យកំដរខណ្ឌស្លាកឲ្យឯងទៅល្អចំពោះឯងហើយក៏ល្អចំពោះកូនដែរណែអ្នកទាំងពីរគួរឲ្យធុញណាស់ខ្ញុំមិនចង់រៀបការខ្ញុំចង់កើតកូននេះគឺដើម្បីកុំឲ្យមានរឿងស្មុគស្មាញអ្នកទាំងពីរធ្លាប់គិតដែរទេប្រហែលជាការប៉ັດប្រុសនោះគេមិនចង់ទទួលស្គាល់កូនអញ្ចឹងឯងប្រាប់ពួកខ្ញុំមកមើលតាប្រុសនោះជាអ្នកណាពួកខ្ញុំអាចទៅជួយរកគេឲ្យឯងជួយឈិញនាងទូរស័ព្ទឲ្យប្រុសអានកបាំងនោះទៅបានទេណែកុំទេផ្ដេសផ្ដាស់បានទេកូននេះអត់មានតាក់ទងជាមួយនឹងប្រុសម្នាក់នោះទេអញ្ចឹងគឺជាអ្នកដែលពួកខ្ញុំស្គាល់មែនទេហើយខ្ញុំសុំវឆាប់រំខានខ្ញុំទៀតទៅបានទេអាយ៉ាជួយឈីញ៉ាពួកយើងជាមិត្តភក្តិរបស់ឯងពួកយើងមិនអាចឲ្យឯងប្រព្រឹត្តអំពើល្ងងខ្លាំងទេខ្ញុំអ្នកទាំងពីរបានអ្នកទាំងពីរពិតជាចង់ដឹងមែនខ្ញុំប្រាប់អ្នកទាំងពីរទៅចាស់គឺលោកហ៎នាងនិយាយលេងសើចស្អីគេនឹងអ៊ីហ្វានបើកូនខ្ញុំជារបស់ហានអ៊ុយឯងគិតយ៉ាងម៉េចជួយឈិញនាងនិយាយលេងសើចចំពោះខ្ញុំពេកហើយពិតជាផ្ដេសផ្ដាស់ណាស់មានរឿងអីផ្ដេសផ្ដាស់ទេមិនមែនមិនអាចឯណាយ៉ាងម៉េចអ៊ីហ្វានក្នុងចិត្តឯងគិតយ៉ាងម៉េចនិយាយទេសុំទោសណាខ្ញុំមិនលេងល្បែងកំសាន្តផ្ដេសផ្ដាស់យ៉ាងនេះទេខ្ញុំនិយាយហាន់អ៊ុយមិនចង់ឲ្យឯងយល់ច្រឡំលើគាត់ទេខ្ញុំប្រាប់ឯងថាគាត់ស្រឡាញ់ឯងហើយឯងនៅតែមិនជឿទេបានហើយខ្ញុំទៅសុំទោសគាត់សិនបើមិនអញ្ចឹងគាត់ច្បាស់ជាលែងស្ដីរកខ្ញុំហើយឈប់សិនឯងចង់និយាយថាពាក្យឯងនិយាយមិញនោះសុទ្ធតែជាពាក្យផ្ដេសផ្ដាស់ទេប្រកាសជាផ្ដេសផ្ដាស់ហើយមើលឯងចុះគ្រាន់តែលើទឹកមុខរបស់ឯងប្រែប្រួលអស់ខ្ញុំប្រាប់ឯងសៀវកាងសុំឯងរៀបការឯងយល់ព្រមនឹងគេឆាប់ពេកហើយណែហាន់អ៊ុយកុំខឹងអីបាញ់មិញខ្ញុំបានបកស្រាយប្រាប់គេរួចហើយខ្ញុំនិយាយលេងសើចទេនាងចិត្តធ្វើជាម៉ារបស់គេហើយពាក្យលេងសើចបែបនេះក៏អាចនិយាយចេញមកបានដែរអូធ្វើល្អមិនបាច់ល្អសោះខ្ញុំកំពុងតែសាកចិត្តគេឲ្យលោកមិនឃើញទេមិនបាញ់មិញគ្រាន់តែលឺខ្ញុំថាមានតាក់ទងជាមួយលោកទឹកមុខគេប្រែប្រួលអស់នាងសាកចិត្តគេធ្វើអីគេព្រមរៀបការជាមួយសៀកាហើយតាអាយ៉ារៀបការហើយក៏អាចលេះលែងគ្នាបានដែរពួកគេគ្រាន់តែសន្យានឹងគ្នាមិនអាចយកជាការទេម្យ៉ាងទៀតសៀវកាំងមិនមែនជាមនុស្សល្អគេមិនសមនឹងអ៊ីហ្វានទេបានន័យថាម៉េចហ្នឹងអត់បានន័យថាម៉េចទេខ្ញុំមិនយល់សម្ដីនាងទេសេតាំងម៉ោង11:10នាទីម៉ោង11:10នាទីពួកគេកំពុងធ្វើអីហ្នឹង
អ្នកនាងមិញខ្ញុំមានមិត្តម្នាក់អង្គុយនៅទីនេះតែគេតាណាបាត់ហើយគាត់ទៅបាត់ទៅហើយបាត់ហើយជួយចេញខ្ញុំគឺសៀវកាងខ្ញុំចង់ជុំនាងនាងមានផ្ទៃពោះពិតឬក៏មិនពិតបើសិនជាពិតតើជាកូនរបស់ខ្ញុំមែនទេសៀវកាងខ្ញុំគឺជួយឈីងអ៊ីហ្វានមាននៅជាមួយលោកទេមីកាយអស់លោកត្រូវការកាហ្វេហ៎នេះចង់និយាយថាអ៊ីហ្វានឃើញសារនេះហេតុអីបានជានាងមិនលុបវាចោលទៅនាងទុកទូស្អីខ្ញុំមិនមែនចង់ទុកវាទេខ្ញុំមិនដឹងថាលោកផ្ញើឲ្យខ្ញុំពីអង្កាលផងម្សិលមិញពេលដែលខ្ញុំទៅរកនាងខ្ញុំចង់ទូរស័ព្ទប្រាប់នាងមុនទីបំផុតទើបអត់ដឹងថានាងបានទូរស័ព្ទដូច្នេះទើបខ្ញុំផ្ញើសារទៅឲ្យនាងខ្ញុំទៅតែបាក់មើលថ្ងៃនេះទេប្រកាសជាទូរស័ព្ទមានសម្លេងផ្ញើសារទៅអ៊ីហ្វានជួយមើលឲ្យខ្ញុំហើយមិនក៏ស្អុយដល់ម្លឹងនោះអូចុះក្រោយមកអត់ឃើញគេទេខ្ញុំទូរស័ព្ទឲ្យគេតែគេមិនស្ដាប់សោះខ្ញុំទូរស័ព្ទម្ដងទៀតគេមិនបានគេអត់មករកខ្ញុំហើយក៏អត់មានទូរស័ព្ទរបស់ខ្ញុំដែរខ្ញុំទៅក្រុមហ៊ុនរកគេក៏អត់នៅក្រុមហ៊ុនទៀតតើគេទៅណាអញ្ចេះណ៎ហ៎មានទៅរកគេនៅផ្ទះតែម្ដងទៅខ្ញុំមិនហ៊ានទៅទេនេះមិនហ៊ានទៅចុះបើគេនៅផ្ទះគិតយ៉ាងម៉េចខ្ញុំមិនដឹងថាដល់ពេលជួបមុខគេខ្ញុំនិយាយប្រាប់គេថាម៉េចម្យ៉ាងទៀតរឿងនេះមិនមែនមកពីខ្ញុំម្នាក់ឯណាចង់ទៅលោកត្រូវតែទៅជាមួយខ្ញុំក៏មិនដឹងថាគូនិយាយជាមួយគេយ៉ាងម៉េចដែរគេមានប្រតិកម្មបែបណាទៅមួយចំណុចនេះហើយវីវ៉ជាងគេពេលខ្ញុំមកវិញគេទៅបាត់ទៅហើយខ្ញុំអត់បានឃើញទឹកមុខគេយ៉ាងម៉េចផងតាមខ្ញុំយល់រឿងនេះវាយប្រហារដល់គេខ្លាំងណាស់ហើយពេលដំបងពួកយើងមិនគួរនាងនិយាយពេលនេះបានប្រយោជន៍ស្អីរឿងនេះអាចប៉ះពាល់ដល់មង្គលការពួកលោកទេនាងរងចាំលទ្ធផលបែបនេះអញ្ចឹងខ្ញុំឲ្យប្រាប់នាងបានច្បាស់លាស់ថាទោះជាខ្ញុំរៀបការជាមួយអ៊ីវ៉ានក៏ខ្ញុំមិនយកនាងដែរយានសៀវកាំងទៅស្លាប់ទៅ
ទាំងនេះឲ្យអស់ផឹកអស់ហើយនោះខ្ញុំលែងសូវពិបាកចិត្តហើយថាម៉េចកូននៅក្នុងពោះរបស់នាងជាកូនរបស់សៀកាំងខ្ញុំដឹងនេះជាកំហុសរបស់ខ្ញុំប៉ុន្តែឥឡូវអ៊ីហ្វានរត់បាត់ពួកខ្ញុំក៏មិនដឹងដែរពួកខ្ញុំដើររកគេមិនឃើញសោះហានអ៊ុយតែអ៊ីហ្វានគេខ្ញុំមិនហ៊ានសម័យទៅអ្នកទី2បែរជាប៉ុន្មានណាហើយតាពេលដែលអ៊ីហ្វានគេទៅបាននោះទឹកមុខរបស់គេយ៉ាងម៉េចដែរខ្ញុំមិនបានឃើញទេពេលខ្ញុំត្រឡប់ទៅវិញគេទៅបាត់ទៅហើយខ្ញុំគិតមិនយល់ទេតើគេទៅណាបាត់ទៅនោះខ្ញុំនឹងសៀវកាំងក៏គិតបែបនេះដែរប៉ុន្តែឲ្យពួកខ្ញុំទៅរកនាងនៅកន្លែងណាហេធម្មតាអ៊ីហ្វានខ្លាប់ទៅកន្លែងណាខ្ញុំមិនដឹងទេពេលដែលនាងមិនសប្បាយចិត្តនាងទៅកន្លែងណាខ្ញុំមិនដឹងទេបើឯងមិនដឹងអ្នកណាគេដឹងតាមខ្ញុំយល់យើងទៅរកនាងនៅផ្ទះសិនទៅចាំបែបនេះតទៀតក៏មិនជាមជ្ឈបាយដែរប្រហែលជាអ៊ីហ្វានត្រឡប់មកវិញហើយមានខ្ញុំនៅទីនេះបើគេត្រឡប់មកវិញខ្ញុំទូរស័ព្ទ5អ្នកទាំងអស់គ្នាចុះពេលព្រឹកមកអ៊ីហ្វាននៅតែអត់មកបើអញ្ចឹងពួកយើងគួរតែប្តឹងប៉ូលីសហើយសៀកាំងឯងជូនជួយឈិញត្រឡប់ទៅវិញទៅបែបនេះតទៀតក៏មិនល្អដែរបានជួយឈិញមិនទៅទេបើអ៊ីហ្វានមានរឿងអីកាត់នាងកុំនិយាយពាក្យនេះបានទេនឹង
ជាបងធ្វើបាបនេះចំពោះអូនអ្នកទាំងពីរសុទ្ធតែជាមនុស្សអាក្រក់ពួកបងសុទ្ធតែជាមនុស្សអាក្រក់ដឹងថាខ្ញុំជឿទុកចិត្តពួកអញណាស់ទេខ្ញុំជឿទុកចិត្តពួកអញណាស់ប៉ុន្តែពួកអញអាចជារួមដៃគ្នាមកកុហកខ្ញុំតាធានអេហ្វានខ្ញុំនេះជាស្អីដែរខ្ញុំឈឺណាស់ខ្ញុំឈឺចិត្តណាស់ហេតុអីក៏ពិបាកក្នុងខ្លួនម្ល៉េះក្រែងនិយាយថាត្រូវព្យាយាមធ្វើការហេតុអីទៅក្រែងថាព្យាយាមមែនធានអេហ្វានចាខ្ញុំគឺធានអេហ្វានតែងស្រាមកច្រើនណាស់គឺប្រាប់ខ្លួនឯងថាត្រូវតែព្យាយាមធ្វើការរឿងរបស់សេកាំងនឹងជួយឈិញអត់មានតាក់ទងជាមួយនឹងខ្ញុំទេឮហើយនៅឈឺណាស់អាពូអញណៃណាអាពូទូរស័ព្ទអាពូសិនសួស្តីខ្ញុំគឺធានអេហ្វានឥឡូវនេះខ្ញុំមិនបានស្ដាប់ទូរស័ព្ទអស់លោកអ្នកទេឮសូរសំឡេងទៀតហើយសូមផ្ញើសារចុះអាពូឥឡូវនេះខ្ញុំពិបាកក្នុងខ្លួនណាស់ឯងដឹងទេមិញនេះខ្ញុំចេញទៅក្រៅខ្ញុំចង់ទៅផ្ទះខ្ញុំចង់មើលអាពូខ្ញុំចង់ប៉ុន្តែអាពូខ្ញុំឈឺបេះដូងណាស់ខ្ញុំឈឺណាស់ខ្ញុំក្រោកឈរឡើងមិនកើតទេក្រោកមិនកើតទេអេហ្វានតើលោកជាអ្នកណាអូខ្ញុំគឺហាណូយណានាងណៃណាហ្នឹងខ្ញុំមិនបានជេរចឹងហេតុអីបានជាលោកនៅផ្ទះខ្ញុំអូមិននេះជួយឈិញជាមួយនឹងសៀវកាងគឺសុទ្ធតែមកទីនេះខ្ញុំដឹងអស់ហើយខ្ញុំមិនចង់ឲ្យលោកមកទេឥឡូវនេះខ្ញុំអាក្រក់មែនណាស់ត្រង់នេះខ្ញុំត្រង់នេះមិនអីទេខ្ញុំតែទទួលនាងណាប្រាក់ខ្ញុំមកនាងនៅកន្លែងណាកុំអីរញ៉ៃណាស់រញ៉ៃដល់ហើយខ្ញុំក៏រញ៉ៃដែរឥឡូវនេះខ្ញុំមិនចង់ជួបលោកទេនាងនៅកន្លែងណាហ្នឹងខ្ញុំនៅសន្តាគារខ្ញុំនៅសន្តាគារឮហើយនៅខ្ញុំនៅសន្តាគារហ៎
អូយ